រឿងស័កស័កបណ្ឌិតក្នុងការកន្លងទៅហើយព្រះបាទព្រហ្មទត្តទ្រង់សោយសម្បត្តិក្នុងក្រុងពារាណសីកាលនោះព្រះសម្មាសម្ពុទ្ធទ្រង់សោយព្រះជាតិជាសត្វទន្សាយនៅអាស្រ័យក្នុងដងព្រៃមួយក្នុងព្រៃនោះមានសត្វស្វាមួយសត្វចចកមួយសត្វភេមួយជាសម្លាញ់នឹងគ្នាបាននៅរួមរស់ជាមួយនឹងសត្វទន្សាយសុទ្ធសឹងតែជាបណ្ឌិតគឺសត្វនោះចេះដឹងតែងតែដឹកនាំស្វែងរកអាហារគោចរស្ថានរៀងខ្លួនដល់ពេលល្ងាចទើបមកជួបជុំគ្នាចំណែកស័កស័កបណ្ឌិតគឺជាទន្សាយតែងតែពន្យល់ធម៌ដល់សត្វទាំង3ថាអ្នករាល់គ្នាត្រូវធ្វើទានរក្សាសិលឧបោសថកម្មកុំខានសត្វទាំង3ក៏ព្រមទទួលបដិបត្តិតាមឱវាទរបស់ទន្សាយគ្រប់គ្នាថ្ងៃមួយទន្សាយក្រឡេកមើលទៅឯដល់អាកាសបានឃើញព្រះច័ន្ទរះពេញវង្សភ្លឺស្វាងតេងក្នុងភាលីស្អែកនេះជាថ្ងៃឧបោសថសិលទើបហៅសត្វទាំង3មកប្រាប់ថាណែសម្លាញ់ស្អែកនេះជាថ្ងៃឧបោសថសិលអ្នកទាំងអស់គ្នាត្រូវរក្សាឧបោសថសិលហើយឲ្យទានផងព្រោះការរក្សាសិលហើយនឹងឲ្យទានតែងតែបានផលច្រើនសត្វទាំង3នោះព្រមទទួលធ្វើតាមលុះព្រឹកឡើងភេបានកំណត់សិលតាំងក្នុងចិត្តហើយក៏ត្រាច់រកចំណីក្បែរឆ្នេរគង្គាទើបបានឃើញត្រីស្ពិន7ដែលព្រានស្ទួចដោតជាចង្កាក់យកមកទុកកប់ក្នុងខ្សាច់ក៏បន្លឺសំឡេង3ដងថាត្រីនេះមានម្ចាស់ឬទេកាលបើមិនឃើញមានម្ចាស់ហើយក៏ពំត្រីនោះទៅទុកក្នុងទីលំនៅរបស់ខ្លួនរងចាំការគួរនឹងបរិភោគក៏ដេកពិចារណាសិលរបស់ខ្លួនទៅឯចចកក៏ចេញទៅរកអាហារបានប្រទះឃើញសាច់ទន្សោងឆ្អើមួយចង្កាក់និងទឹកដោះជូរមួយដបដែលអ្នកស្រែម្នាក់ដាក់ក្នុងខ្ទមក៏ស្រែកបន្លឺសំឡេង3ដងថារបស់នេះមានម្ចាស់ឬទេកាលបើមិនឃើញម្ចាស់ហើយក៏ពំយកទៅទុកក្នុងទីលំនៅរបស់ខ្លួនទៅរងចាំការគួរនឹងបរិភោគក៏ដេកពិចារណាសិលរបស់ខ្លួនឯស្វាក៏ចូលទៅក្នុងព្រៃរកបេះផ្លែឈើបានស្វាយទុំមួយក៏យកមកក្នុងទីលំនៅរបស់ខ្លួនរងចាំការគួរនឹងបរិភោគក៏ដេកពិចារណាមើលសិលរបស់ខ្លួនទៅឯទន្សាយបណ្ឌិតបានគិតថាចាំដល់ពេលស្រួលអញនឹងចេញទៅស៊ីស្មៅប៉ុន្តែបើមានស្មោមយាចកមកកាន់សំណាក់អញគ្មានអ្វីឲ្យទេសូម្បីតែអង្គនិងល្ងក៏គ្មានដែរបើសិនជាមានស្មោមយាចកមកសុំពិតមែនអញនឹងលះបង់សរីរៈរាងកាយរបស់អញទាំងមូលនេះឲ្យទៅជាទានដោយតែជាសិលនិងទានចេតនារបស់ទន្សាយបណ្ឌិតដែលកើតមានពិតនៅក្នុងចិត្តក៏ក្តៅដល់អាសនៈរបស់សក្កទេវរាជលំដាប់នោះឯងសក្កទេវរាជបានពិចារណាជ្រាបហេតុសពគ្រប់ហើយទើបចង់លបងចិត្តសិលទានរបស់សក្កបណ្ឌិតក៏និមិត្តខ្លួនជាព្រាហ្មណ៍ចាស់ដើរចូលទៅកន្លែងភេមុនគេភេបានឃើញឥន្ទព្រាហ្មណ៍ហើយក៏សួរថ្ងៃនេះខ្ញុំបានសាច់ទន្សោងឆ្អើមួយចង្កាក់និងទឹកដោះជូរមួយដបសូមលោកតាពិសាហើយធ្វើសមណធម៌ក្នុងទីនេះចោះឥន្ទព្រាហ្មណ៍គ្រាន់តែទទួលលំណហើយហួសទៅលំនៅស្វាទៀតស្វាបានឃើញហើយក៏និយាយរាក់ទាក់គួសមនឹងឥន្ទព្រាហ្មណ៍ថាថ្ងៃនេះខ្ញុំមានតែស្វាយទុំមួយនិងទឹកត្រជាក់ទេសូមលោកតាអញ្ជើញពិសាហើយធ្វើសមណធម៌ក្រោមម្លប់ឈើជាទីរីករាយនេះចោះឥន្ទព្រាហ្មណ៍គ្រាន់តែរាក់ទាក់ទទួលលំអហើយហួសទៅលំនៅរបស់ទន្សាយបណ្ឌិតទៀតលុះទៅដល់ហើយក៏និយាយរៀបរាប់នឹងសេចក្តីត្រូវការបរិភោគអាហារហើយ
នៅរក្សាឧបោសថសិលប្រាប់ដល់សៈបណ្ឌិតហើយឯសៈបណ្ឌិតបានឮដូច្នោះហើយក៏និយាយថាតាព្រាហ្មណ៍ឯងតាមកកាន់សំណាក់ខ្ញុំប្រពៃណាស់ខ្ញុំនឹងបានឲ្យទានដែលខ្ញុំមិនធ្លាប់បានឲ្យប៉ុន្តែលោកតាជាអ្នករក្សាសិលតមមិនឲ្យដាច់បាណាតិបាតចូលលោកតាទៅរកអស់បង្កាត់ភ្លើងហើយប្រាប់ដល់ខ្ញុំនឹងលោតចូលទម្លាក់ខ្លួនត្រង់កណ្ដាលអណ្ដាតភ្លើងនោះបើសាច់ខ្ញុំឆ្អិនល្មមហើយសូមលោកតាពិសានឹងធ្វើសមណធម៌ចោះវេលានោះឯងឥន្ទ្រព្រាហ្មណ៍បានបង្កាត់ភ្លើងដោយឫទ្ធានុភាពរបស់ខ្លួនឆេះសន្ធោសន្ធៅឡើងហើយប្រាប់ដល់សៈបណ្ឌិតសៈបណ្ឌិតក៏ដើរឈរទៅជិតគំនើភ្លើងនោះហើយនិយាយថាប្រសិនបើមានសត្វល្អិតជ្រូកនៅចន្លោះរួមរបស់យើងកុំឲ្យស្លាប់ក៏ក្រឡោះ3ដងហើយលោតចូលទៅក្នុងគំនរភ្លើងដោយចិត្តរីករាយដូចជាមហាហង្សចុះទុំលើផ្កាឈូកក្រហមគួរឲ្យអស្ចារ្យណាស់សូម្បីតែរោមមួយសរសៃក៏មិនឆេះឡើយត្រជាក់ដូចជាលោតចូលទៅក្នុងគំនរទឹកសន្សើមលំដាប់នោះឯងទុនសាយបណ្ឌិតសួរទៅព្រាហ្មណ៍ថាណែតាព្រាហ្មណ៍ភ្លើងនេះអីក៏ត្រជាក់ម្ល៉េះឥន្ទ្រព្រាហ្មណ៍ឆ្លើយថាចៅអើយតានេះមិនមែនជាព្រាហ្មណ៍ទេគឺជាព្រះឥន្ទខ្ញុំមកនេះចង់លបងសិលទានរបស់អ្នកតើទុនសាយបណ្ឌិតបានបន្លឺសីហនាថតបថាបបិទ្ធសកទេវរាជគុំថាឡើយតែព្រះអង្គម្នាក់ឯងបើទុកជាលោកក្នុងសត្វសន្តិវៈទាំងមូលនេះចង់លបងមើលទានរបស់ខ្ញុំក៏ដោយត្រង់របស់ដែលខ្ញុំមិនចង់ឲ្យនោះគ្មានទេលំដាប់នោះឯងសកទេវរាជពោលថាមនាទុនសាយបណ្ឌិតគុណរបស់អ្នកចូលតាំងនៅអស់មួយកាប់កុំឲ្យរលុបបាត់ឡើយទើបចាប់ថ្មភ្នំដោយទេវានុភាពច្របាច់ពូតយកចទៅគូសជារូបទុនសាយភ្ជាប់នឹងមណ្ឌលព្រះច័ន្ទហើយក៏ត្រឡប់ទៅទេវលោកវិញហងចប់រឿងសៈបណ្ឌិតតែប៉ុណ្ណេះ